អាចចងជីបំពេញបន្ថែមកតបកិច្ចជាអ្វីបាទបងប្អូនអញ្ចឹងគាត់ផុសប្រហែលជា20ម៉ោងមុនបងប្អូននេះខ្ញុំទៅបានដឹងព័ត៌មានហ្នឹងដែរខ្ញុំប្រហែលជារំលងនៅការប្រកាសរបស់ក្រសួងពីមុនមកខ្ញុំទៅអូស Facebook ទៅខ្ញុំឃើញអញ្ចឹងខ្ញុំចង់ចែកម្លែកដំណឹងហ្នឹងជូនបងប្អូនបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនមុននេះខ្ញុំបានអង្គុយទៅខ្ញុំអូស Facebook អញ្ចឹងខ្ញុំឃើញការផុសមួយពី page របស់ online business registration service គាត់ផុសរំលឹកពីការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ចបងប្អូនខ្ញុំទៅបានឃើញការផុសនឹងដែរប្រហែលជាកន្លងមកខ្ញុំរំលងនៅការជូនដំណឹងនៅប្រកាសរបស់ក្រសួងណាអញ្ចឹងថ្ងៃនេះខ្ញុំឃើញផុសហ្នឹងខ្ញុំឃើញថាវាមានប្រយោជន៍អញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំចេញវីដេអូនេះចែកម្លែកជូនបងប្អូនទាំងអស់គ្នាដែលជាម្ចាស់ក្រុមហ៊ុននិងសហគ្រាសជាការចុះបញ្ជីបំពេញបន្ថែមទៅលើក្រុមហ៊ុនឬក៏សហគ្រាសដែលកន្លងមកមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយមានតែការចុះបញ្ជីនៅពន្ធដារឬក៏ក្រុមហ៊ុនសហគ្រាសដែលបានតែចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហើយមិនទាន់បានចុះបញ្ជីនៅពន្ធដារអញ្ចឹងយើងអាចបច្ចុប្បន្ននេះយើងអាចធ្វើការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ចហ្នឹងនៅក្នុងប្រព័ន្ធថ្នាលចុះបញ្ជីតែម្ដងអញ្ចឹងខាង system គាត់មានបន្ថែមមុខងារហ្នឹងអញ្ចឹងបងប្អូនកន្លែងហ្នឹងមានន័យថាអញ្ចេះខ្ញុំឧទាហរណ៍អញ្ចេះសាមញ្ញងាយស្រួលយល់បានន័យថាកន្លងមកបើសិនជាតាមខ្ញុំដឹងមានក្រុមហ៊ុនសហគ្រាសមួយចំនួនគាត់បានទៅចុះបញ្ជីនៅពន្ធដារដោយសារពន្ធដារគាត់ចុះទៅអង្កេតសហគ្រាសអីទៅឬក៏គាត់មានអញ្ជើញមកដើម្បីសាកសួរពីការបំពេញកាតព្វកិច្ចពន្ធដារទៅគាត់អត់ទាន់បានចុះបញ្ជីពន្ធដារកន្លែងហាងលក់កន្លែងក្រុមហ៊ុនទីតាំងក្រុមហ៊ុនរបស់គាត់ហ្នឹងណាអញ្ចឹងពន្ធដារគាត់តម្រូវឲ្យចុះបញ្ជីពន្ធដារអញ្ចឹងពេលហ្នឹងបានន័យថាគាត់អត់បានទាន់បានចុះបញ្ជីពាណិជ្ជកម្មទេអញ្ចឹងគាត់បំពេញតែសំណុំបែបប៉តការស្នើសុំចុះបញ្ជីដែលពន្ធដារគាត់តម្រូវទៅអញ្ចឹងគាត់ចុះបញ្ជីបានហើយគាត់ចុះបញ្ជីពន្ធដារបានហើយអាហ្នឹងគឺការងារហ្នឹងវាមានកើតមានឡើងតាំងពីយើងមុនការដាក់ឲ្យដំណើរការប្រព័ន្ធថ្នាលចុះបញ្ជី Single Portal ហ្នឹងអញ្ចឹងបានន័យថាអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាក្រុមហ៊ុនបងប្អូនដែលបើកជាយូរមកហើយហ្នឹងអាចមុនឆ្នាំ2020បងប្អូនអាចទៅ check មើលទៅបើសិនជាយើងអត់ទាន់មានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មហើយនឹងមានលក្ខន្តិកៈក្រុមហ៊ុនទេបានន័យថាយើងអត់ទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទេឬក៏មានបងប្អូនមួយចំនួនបានដឹងខ្លួនបានចុះបញ្ជីឯពេលហ្នឹងបានចុះបញ្ជីតែនៅពន្ធដារអញ្ចឹងឥឡូវនេះបងប្អូនអាចចុះបញ្ជីនៅប្រព័ន្ធថ្នាលចុះបញ្ជីបានអញ្ចឹងយើងត្រូវបំពេញកាតព្វកិច្ចបំពេញការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ចទាំងអស់គ្នាអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះ